đâu thì đang dùng nó một con ở kia từ đó kiếm to chắc một con người đó chấp nhận đang tham mùi hạt ấy bản nhầm đo các độ kiếm to bằng nhóm cứ miễn ốc xạ tràn đài pi nè te bằng nhóm bạn trong môn ca độ kiếm to trong một ô từ mưa lục rú chẳng bị sân ឥឡូវយើងត្រឡប់មកសំណួរយើងវិញថាតើការដកធៀមទាល់អាចមានផលប៉ះពាល់អ្វីទេវាជាការពិតមួយដែលមិនអាចប្រកែកបានគ្រប់ការវះកាត់ទាំងអស់គឺសុទ្ធតែមានហានិភ័យបងបាទខ្ញុំដកធៀមទាល់គាត់ដកចេញក្នុងករណីខ្លះបើសិនជាឈឺយើងអាចយកចេញតែបើសិនជាក្នុងករណីខ្លះអត់ឈឺយើងអាចយកចេញទាល់គឺធៀមនៅក្រោយចិត្តផុតអញ្ចឹងហើយគឺយើងពិបាកក្នុងការសម្អាតវាអាចបង្កឲ្យមានរបបធ្មេញនិងផលប៉ះពាល់ដល់ខ្លួនចិត្តខាងមានការណែនាំរបស់ពេទ្យធ្មេញក្នុងវីដេអូនិងការរីសើចរបស់ខ្ញុំផងដែរធ្វើឲ្យខ្ញុំមានចិត្តក្លាហានដកបើតាមឯកសារដែលយើង search នៅក្នុងអ៊ីនធឺណិតគឺគេឲ្យដកព្រោះយើងដកក្នុងវ័យ18ទៅ20ជាងតិចតួចហ្នឹងក្រោម25ឆ្នាំចុះវាហាក់ជាតែស្បែកហ្នឹងអញ្ចឹងទៅទស្សនាការដកធ្មេញរបស់ខ្ញុំទាំងអស់គ្នាអារម្មណ៍បែបនេះគឺខ្ញុំជួបជាលើកទី1អារម្មណ៍មួយនោះគឺអារម្មណ៍បែបលក្ខណៈភ័យហើយញ័រសពអស់ទាំងខ្លួនប្រាណតាំងពីចុងជើងរហូតដល់គៀមពិសេសគឺបងប្អូននៅពេលដែលដកធ្មេញបែបហ្នឹងគឺញ័ររហូតហ្មងតែវាមិនមែនជាអារម្មណ៍បែបភ័យខ្លាចណាស់ណាទេហើយពេលនោះដែរខ្ញុំព្យាយាមទប់អារម្មណ៍រងាប់ចិត្តឲ្យស្ងប់ប៉ុន្តែនៅតែធ្វើមិនបានពិសេសគេបងប្អូនគឺញ័ររហូតតាំងពីដករហូតដល់ដកហើយទៅគឺញ័ររបៀបដូចយើងល្ងាញ័រអញ្ចឹងបងប្អូនដែលឆ្លងកាត់ការពីក្មេងមកគឺដឹងហើយល្ងាញ័រទឹកភ្លៀងអញ្ចឹងក្នុងពេលដកធ្មេញហ្នឹងគឺលោកគ្រូពេទ្យអ្នកគ្រូគាត់បានលាងសម្អាតធ្មេញរបស់យើងហើយបានដកហើយមានទយោបាញ់ទឹកចូលមាត់របស់យើងតែខ្ញុំមិនដឹងថាជាទឹកអីដែរទេទឹកដែលបាញ់ចូលក្នុងមាត់របស់យើងហ្នឹងអាចការ៉េខ្លាំងខ្សោយបានហើយបបេមាត់ខ្ញុំគឺលលាកដោយសារតែទឹកបាញ់ចូលនឹងដែរហើយទយោដែលដាក់ចូលក្នុងមាត់ហ្នឹងមានបូមចេញបាញ់ចេញអញ្ចឹងសម្ពាធទឹកដែលបាញ់ចូលហ្នឹងទុកមួយកន្លែងធ្វើឲ្យមាត់ខ្ញុំលលាកដូចពងបែកអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញគឺថ្នាំមួយនេះអំឡុងពេលដែលធ្មេញខ្ញុំកំពុងតែហើមឈឺគឺលេបភ្លាមបាត់ភ្លាមមិនដឹងថានៅក្នុងយើងមានថ្នាំប្រកែបែបនេះអត់អញ្ចឹងការដុតធ្មេញនៅពេលដែលយើងនៅក្មេងបែបនេះគឺធ្វើឲ្យយើងងាយស្រួលឆាប់ជាសះស្បើយហើយយើងមិនទាន់មានជំងឺអញ្ចឹងនៅពេលដែលយើងដកពេលចាស់ទៅយើងមានជំងឺហើយយើងត្រូវការដកធ្មេញយើងឈឺទៀតអញ្ចឹងវាធ្វើឲ្យយើងទរន្ទរាថែមទៀតអញ្ចឹងវីដេអូនេះបងប្អូនគិតមើលទៅដកពេលនៅក្មេងឬក៏ពេលចាស់ក្រោយពីដកធ្មេញផងដែរខ្ញុំទទួលបានសំណួរយ៉ាងច្រើនពីអ្នកភូមិរបស់ខ្ញុំហើយនិងអ្នកផ្ទះរបស់ខ្ញុំនោះទាំងនោះគឺធ្មេញឈឺមែនបានដកធ្មេញឈឺមែនបានដកជួបអ្នកណាក៏គេសួរអញ្ចឹងដែរដោយសារធ្មេញខ្ញុំពេលដកហើយភ្លាមគឺហើមបើម្ដាយរបស់ខ្ញុំហើយនឹងបងស្រីខ្ញុំវិញមិញអត់ឈឺផងទៅដកធ្វើអីខ្ញុំដឹងថាគាត់បារម្ភពីខ្ញុំតែគាត់សួរបែបលក្ខណៈមិនពេញចិត្តឲ្យដកទេមិញអត់ឈឺផងទៅដកអញ្ចឹងគាត់ខ្លាចថាខ្ញុំដកហើយខ្លាចប៉ះពាល់ទៅដល់អ្វីផ្សេងទៀតវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកផ្ទះខ្ញុំនិងអ្នកភូមិខ្ញុំដឹងពីមូលហេតុដែលខ្ញុំដកហើយក៏មានមនុស្សជាច្រើនទៅលាងធ្មេញទៅប៉ះធ្មេញទៅដកធ្មេញបើចំពោះខ្ញុំវិញគេគិតថាខ្ញុំដកធ្មេញលឿនទេដល់ពេលការពិតគឺ7 ម៉ោងហើយការដករបស់ខ្ញុំគឺអត់អស់លុយ100ទេអញ្ចឹងលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យគឺគាត់មកពីកូរ៉េនៅក្នុងវីដេអូនេះខ្ញុំសូមអរគុណទៅលោកគ្រូពេទ្យអ្នកគ្រូពេទ្យហើយសូមឲ្យគាត់មានសុខភាពល្អ